សូមជម្រាបសួរខ្ញុំបាទឈ្មោះសេងសំណានជានាយកអនុឆ្លៃរអាងស្ថិតនៅក្នុងភូមិបណ្ដងភ្លូឃុំរអាងស្រុកសង្គមថ្មីខេត្តព្រះវិហារបាទអនុឆ្លៃរអាងនៅក្នុងឆ្នាំ2025-26នេះគឺមានចំនួនសិស្ស142នាក់ស្រី79នាក់និងមានលោកគ្រូនិងមានគ្រូសរុបគឺគ្រូ9នាក់ស្រី1នាក់ដោយសារតែសាលាអនុឆ្លៃរអាងហ្នឹងគឺជាសាលាមួយដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលបាទសង្ឃសិស្សគឺត្រូវការកង់ដើម្បីទាមជួបាយធ្វើដំណើរមកសាលារៀនហើយពួកគេទាំងអស់គ្នាគឺនៅឆ្ងាយពីសាលារៀនសិស្សខ្លះគឺគាត់នៅរហូតទៅដល់5ទៅ6គីឡូហើយសុទ្ធតែពួកគាត់ជិះកង់ទាំងអស់គ្នាអញ្ចឹងគឺកង់នេះគឺជាមធ្យោបាយធ្វើដំណើរសំខាន់បំផុតសម្រាប់សិស្សទាំងអស់បើសិនជាសិស្សទាំងអស់អត់មានកង់ទេគឺពួកគេមិនអាចរៀនបានទេដោយសារតែផ្លូវឆ្ងាយម្យ៉ាងទៀតកាលណាតែអត់មានកង់គឺពួកគេប្រឈមនឹងការបោះបង់ការសិក្សាហើយការបង្រៀនរបស់ពួកគេគឺធ្វើដំណើរកង់នេះគឺជាកង់របស់សិស្សនៅក្នុងសាលារៀនរបស់យើងខ្ញុំទាំងអស់គ្នានេះហើយ90%គឺកង់ទាំងអស់ហើយជាការសិស្សខ្លះគឺកង់របស់គាត់នឹងចាស់ហើយការធ្វើដំណើរក៏មានភាពរអាក់រអួលដោយសារតែកង់បែកអញ្ចឹងទៅកង់មិនថ្មីកង់ទឹកចាស់ហ្នឹងគឺធ្វើឲ្យគាត់ធ្វើដំណើរទៅគឺពិបាកហើយខ្ញុំបាទក៏សូមសំណូមពរដល់សប្បុរសជនជប៉ុនទាំងអស់សូមជួយជាមធ្យោបាយធ្វើដំណើរជាកង់ដល់សិស្សានុសិស្សនៅសាលារៀនរបស់ខ្ញុំនៅទីនេះដែលពួកគាត់មានជីវភាពខ្វះខាតមែនទែនហើយដើម្បីបានកង់មកសាលារៀនជិះមកសាលារៀនបាទហើយក៏គោរពអរគុណនិងជូនពរដល់សប្បុរសជនទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាសូមអរគុណ